សួស្តីបងប្អូននេះគឺជាវីដេអូក្នុងការដាក់ប៊ូតុងបកប្រែភាសានៅលើ Facebook ចឹងយើងគ្រាន់តែធ្វើការចូលជាមួយនឹង Facebook យើងចុចទៅលើ profile Facebook យើងចឹង scroll មកក្រោមចុចទៅលើពាក្យថា setting and privacy រួចយើងធ្វើការចុចទៅលើពាក្យថា settings ចឹងត្រង់ចំណុចនេះ scroll ចុះមកក្រោមបន្តិចជ្រើសរើសពាក្យថា language and religion បាទរូបសញ្ញាផែនដីហ្នឹងបាទចុចលើហ្នឹងហើយត្រង់ចំណុចនេះគឺខ្ញុំនឹងបង្ហាញលម្អិតមួយតែម្ដងទី1តកតងជាមួយនឹងភាសាត្រង់ចំណុចខាងលើអញ្ចឹងត្រង់ចំណុចខាងលើហ្នឹងគឺយើងអាចធ្វើការ select នៅភាសាបើសិនជាយើងចង់ដាក់ជាភាសាខ្មែរគឺមានន័យថា Facebook របស់យើងនឹងជាភាសាខ្មែរទាំងអស់តែម្ដងបាទហើយត្រង់ចំណុចទី2ត្រង់ចំណុចនេះគឺយើងអាចធ្វើការដាក់ឲ្យបកទៅជាភាសាខ្មែរបាទអញ្ចឹងយើងអាចធ្វើការ select អញ្ចឹងត្រង់ចំណុចនេះឃើញជាភាសាបរទេសឯងអញ្ចឹងយើង scroll មកក្រោមបន្តិចត្រូវស្វែងរកនៅពាក្យថាភាសាខ្មែរបាទអញ្ចឹងយើងត្រូវចុច select ឲ្យចេញបែបហ្នឹងមករួចហើយយើង scroll ឡើងលើវិញបន្ទាប់មកយើងធ្វើការចុចពាក្យថា save បើសិនជាអត់ save ទេគឺវាអត់ជាប់ទេបាទយើងចុចពាក្យថា save មកអញ្ចឹងយើងចេញមកសិនបាទហើយត្រង់ចំណុចខាងក្រោមនេះដែលគេដាក់ថា language you doesn't want to off translate for បាទអញ្ចឹងយើង select ទៅលើហ្នឹងត្រង់ចំណុចនេះបើសិនជាឃើញមានជាភាសាផ្សេងបងប្អូនត្រូវធ្វើការចុចលុបចេញបន្ទាប់ពីធ្វើការលុបយើងធ្វើការ save អូខេអញ្ចឹងយើងចេញឲ្យអស់មកបាទអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមធ្វើការចូលទៅ search នៅភាសាមួយដើម្បីងាយបង្ហាញឧទាហរណ៍ថាព័ត៌មានតកតងជាមួយនឹងភាសាបាទអញ្ចឹងតកតងភាសាបរទេសអញ្ចឹងយើងចុចកន្លែងនេះមកហើយនៅពេលដែលយើងឃើញភាសាបរទេសនេះហើយបើសិនជាចង់ឲ្យភាសាបរទេសហ្នឹងយើងបកចេញជាភាសាខ្មែរបានយើងអាចធ្វើគ្រាន់តែធ្វើការ select ត្រង់ចំណុចនេះដែលគេដាក់ថា C translate បាទអញ្ចឹងយើងចុចលើនឹងមកអញ្ចឹងរាល់ភាសាជាភាសាអង់គ្លេសនៅខាងលើគឺវាអាចធ្វើការបកប្រែជាភាសាខ្មែរបែបនេះតែម្ដងអញ្ចឹងយើងអាចធ្វើការបកជាភាសាខ្មែរបានណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យបកជាភាសាខ្មែរឬក៏ព័ត៌មានខ្លះបងប្អូនអត់អាចយល់បានច្រើនគឺបងប្អូនអាចដាក់ជាភាសាខ្មែរឲ្យវាបកប្រែចឹងតែម្ដងងាយស្រួលទេបងប្អូនណាបាទអញ្ចឹងវីដេអូក្នុងការចែករំលែកគឺមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ